សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូទាក់ទងនឹងឲ្យស្គាល់ពី comment ទាំងអស់នេះគឺ process មាន this មានអីហ្នឹងហើយ information របស់វាហ្នឹងដែរគឺ limit send អស់ហើយជាដំបូងគឺ comment PS គឺវាបង្ហាញទៅលើ current active process របស់ system របស់យើងជាមួយយើងទៅ PS នេះជា current active របស់យើងនេះគឺជា ID username ឬអីចឹងទៅហើយ comment ទី2 find all process ដោយ ID ហើយនេះគឺយើង detail ថាយើងចង់ find process អី process អីចឹងទៅជាមួយខ្ញុំធ្វើវាណាគឺចុះនេះគឺជា process ID យើងដែលយើង find ទៅលើ talent ដែលយើងបានចង់សង្កត់ទៅលើ talent នេះគឺជា talent របស់យើងនេះហើយ comment pmap នេះគឺបង្ហាញទៅលើ memory map ដែល process របស់ system របស់យើងណានេះ ID page អញ្ចឹងទៅគឺវា memory map នៃការ process របស់យើងវាមាន option អីចឹងទៅ extend show detail show អីតាមដែលមាននេះខ្ជូត quick DDY P show path អីចឹងទៅដក help នោះគឺអាចឧទាហរណ៍ថាយើង download software download អីទៅវាអត់បានចឹងយើងសរសេរមកដើម្បីឲ្យដក help នោះហើយវាជួយប្រាប់យើងឧទាហរណ៍ថានេះនៅពេលដែលយើងសរសេរដក help ទៅវាប្រាប់យើងនៅកន្លែងហ្នឹងចាស់ការអីបើយើង download អត់ការអីការចឹងទៅហើយ comment បន្ទាប់គឺ top នេះគឺ display all running process របស់យើងតែ comment top នេះផងដែរហើយយើងធ្វើចុចបច្ចេកទាំងអស់គ្នា top ថាវាយើងមានទាំងអស់គឺ100នេះគឺជាម៉ោង real time គឺ show real time ជាម៉ោងនេះជា user running មាន1 sleep មាន161តែបើអីថាយើងមាន162អានេះមាន1កាលនោះគឺ sleep ទាំងអស់នេះគឺ ID user CPU អីចឹងទៅហើយដើម្បីជិះពីហ្នឹងយើងធ្វើការចុច key ខ្ជូឬក៏ escape ចុចខ្ជូក៏បាន escape ក៏បានឥឡូវយើងគ្លៀងចេញហើយបន្ទាប់នេះគឺយើងចង់បិទ process អីមួយយើងមាន comment មួយដែលឈ្មោះថា kill ឧទាហរណ៍ថាយើងចង់ kill គឺយើងចង់ kill user អីចឹង page យើងវាយ page ទៅតាមមក page របស់វាមាន3 4 5 6 1 2 3អីចឹងទៅយើងចង់ kill វាយើងសរសេរចឹងទៅ kill process ទៅដាក់ឈ្មោះផងដែរហើយសម្រាប់ BG នេះគឺយើងសូ link ដែលយើងបាន post ទៅ stop នៅ background អានេះស្តៀងគ្នាដែរហើយ this use state នេះដែលយើងចូលមកដល់ command df.h គឺសូម file system ដែល free នៅលើ system របស់យើង df.h នេះគឺជា file តនេ free size អីចឹងទៅតនេបាន 3G យើងប្រើអស់ 2G អីគឺជាភាគរយផងដែរ
ហើយស្ងល់នេះគឺ so file inode ដែលតនេហើយយើងឆែកវា df ដក i so file inode ដែលតនេរបស់យើងនេះ file system របស់យើងតោះគឺ so this size size នេះ 10G ដែលខ្ញុំបាន set នៅពេលដែលយើង boot វាដំបូង នេះ model គឺយើងធ្វើនៅលើ VMware នេះតែខ្ញុំបាន connect វាចូល SSH នេះ connect ចូលតោះមកយើងមាន device មាន type មាន BIOS មានអីមាន not VMware Istanbul link map របស់យើងទៅនៃ 8G នេះគឺជា byte របស់វាតើ input output file របស់យើងចាំទៅឥឡូវយើងធ្វើការ clear មកចូលហើយយើងចូល command បន្ទាប់គឺ do ដក a do ដក a នេះគឺយើង display ទៅថាដែល human យើងអាចងាយនឹងយល់មានន័យថា file របស់យើងយើងធ្លាប់បង្កើត directory ធ្លាប់ធ្វើអីដែលយើងអាចយល់ខ្លួនឯងmìnhធ្លាប់ធ្វើវាអាចចុះ link ចុះអីតាក់ទងវីដេអូមុនចឹងទៅហើយ display total ដែល current use ดูដក sh គឺ 64K ហើយសម្រាប់នេះគឺ so CPU information គឺមាន command មួយដែលឈ្មោះថា cat pro នេះ process CPU information នេះគឺជា CPU information របស់យើង processor vendor ID CPU family model ចឹងទៅហើយចំនួនទី11 Intel TMI5 Microcode Stacking CPU MHZ ខាច់សាយ ID អីចឹងទៅហើយចំណុចបន្ទាប់គឺ CAD processor memory information យើងគឺ so memory ស្តៀងតែ CPU ដែរទេយើងឆែកមើលទំហំរបស់វាមាន kernel start មានអី commit for CPU ហើយចឹងទៅហើយយើង clear វាចោលយើងចូលទៅដល់ command ថ្មីមួយទៀត free នេះគឺសម្រាប់សូមទៅលើ memory stack use របស់យើង free total use free share subscribe នេះទំនេរ available អញ្ចឹងទៅហើយ date នេះគឺសូម run date របស់យើងនេះគឺម៉ោងគឺថ្ងៃសុក្រខែកុម្ភៈថ្ងៃ27ម៉ោង4:23ទីនឹងស្គាល់3សិក្ខា2026នេះហើយបន្ទាប់គឺ count អានេះ calendar របស់យើងនេះគឺខែកុម្ភៈឆ្នាំ2026 Sunday Monday Tuesday អីចឹងទៅ
គឺថ្ងៃថ្ងៃ27ហើយ up time អាហ្នឹងគឺយើងសូវទៅលើម៉ាស៊ីនយើងថាវារ៉ានបានប្រមាណនេះ up time រ៉ានបាន1នាទីហើយនេះ21ហើយខ្ញុំបន្ទាប់ W គឺ display user ណា online who online user online នេះ user នេះ TYY នេះគឺ online រូបគឺជា private ហើយ command បន្ទាប់គឺនេះ finger user សម្រាប់សូវទៅលើព័ត៌មានរបស់អានេះគឺចង់សំដៅទៅលើ command នេះuname.add គឺ uname.add គឺ visual version kernel របស់យើងហើយឈ្មោះ domain kernel version អានេះគឺជា shortcut របស់យើងជានោះគឺ log out ពី current section វិញហើយវីដេអូនេះផងដែរមានតែប៉ុណ្្នឹងទេសម្រាប់ការយកខ្លះៗទៅទៅកំណត់ពេលណា send off